ក្មេងស្រីម្នាក់នេះធំធាត់ឡើងនៅក្នុងបណ្ដោលកុមារកំព្រាប៉ុន្តែបែរជាមានទេពកោសល្យវេទមន្តតែអ្នកដតីប្រានថាចង់បានទៅវិញចង្គមបោះសត្វព្រៃមនឹកសុស្មានថាប្រតែត្រៀមនឹងមកសំនៀងទៅចិញ្ចឹមនោះបែរជាមកពីត្រកូលដែលមានអំណាចបំផុតនៅក្នុងចក្រភពទៅវិញគ្រាន់តែលោកអុកញ៉េងសម្លឹងមើលមកភ្លាមក្មេងស្រីនៅចំពោះមុខកញ្ញុខ្លួនញោមញោការប៉ັດគឺមុនពេលនេះលោកអុកកញ្ញាបូរេទីបានឃើញមិត្តភ័ក្តិរបស់ខ្លួនបានឡើងទូនីតិជាប្រពុកហើយមានអីសុខខ្លាំងណាស់ទើបធ្វើឲ្យគាត់មានចិត្តចង់ដឹងថាតែអារម្មណ៍បានធ្វើជាពពុកវាមានរសជាតិយ៉ាងណាក្មេងស្រីម្នាក់នេះត្រូវបាននាំមកបង្ហាញចំពោះគាត់បណ្ដៃដោយសារតែរស្មីដ៏ខ្លាំងក្លានិងកសែភ្នែកដ៏ត្រជាក់ស្រេបរបស់គាត់ទើបធ្វើឲ្យនាងភ័យខ្លាចរហូតដល់យ៉ាងមិនចេញមុខទោះបីជាគាត់គឺជាដល់ល្អឥតខ្ចោះបំផុតនៅក្នុងកសែភ្នែករបស់ស្រីទាំងឡាយក្នុងចក្រភពក៏ដោយប៉ុន្តែនៅពេលនេះពួកសម្នាក់នេះនៅតែរកកូនស្រីដែលត្រូវចិត្តមិនទាន់ឃើញនៅឡើយក្នុងពេលដែលលោកអុកកញ្ញាកំពុងរៀបនឹងឡើងរទេះសេះនេះកំណត់ក៏ធ្វើជាចូលមកសុំជំនួយធ្វើវិការទោះជាយ៉ាងណាក៏ដោយសម្លេងមួយដែលបន្លឺឡើងពីខាងក្រោយបានទាក់ទាញការចាប់អារម្មណ៍ពីគ្រប់គ្នាដើម្បីរំដោះខ្លួនចេញពីដៃបោសម្នាក់នោះក្មេងស្រីតូចក៏ខំដៃគាត់យ៉ាងពេញទំហឹងដូចត្រូវបំរះចេញមកហើយរត់ទៅរកលោកអុកកញ្ញាការសម្លឹងមើលដ៏មានអំណាចនិងត្រជាក់ស្រេបរបស់លោកអុកកញ្ញាធ្វើឲ្យក្មេងស្រីតូចមានអារម្មណ៍ព្រួយបារម្ភប៉ុន្តែនាងមិនខ្លាចឡើយបែរជាស្រ័យយ៉ាងខ្លាំងថាលោកពូអ្នកគ្រប់គ្នាស្រឡាំងកាំងយ៉ាងខ្លាំងដែលឃើញនាងនិយាយបែបនេះលេខាមិនអាចលះការភ្ញាក់ផ្អើលបានឡើយពេលឃើញក្មេងស្រីម្នាក់នេះព្រោះប្រណសតនឹងកែវភ្នែករបស់ក្មេងម្នាក់នេះគឺដូចគ្នានឹងលោកអុកកញ្ញាបេះហដាក់នាយិកាមនឹងចោលមានការភ័យខ្លាចហើយក៏បញ្ញប់នាំនាងចេញទៅប៉ុន្តែលោកអុកកញ្ញាបានខាត់គាត់ទុកលោកប៉ាក៏និយាយឡើងថាក្មេងស្រីម្នាក់នេះមិនមានឈ្មោះក្នុងបញ្ជីឡើយនៅពេលដែលនាយិកាមដល់ចិត្តអាក្រក់ម្នាក់នេះចង់បញ្យល់អ្វីមួយលោកប៉ាក៏សម្លឹងមើលមុខនាងដោយកំហឹងអឹងហានដំឡូងបញ្ជារបស់លោកកញ្ញាចង់ស្លាប់មែនទេភ្លាមភីនោះនាយិកាមក៏មានការភ័យខ្លាចយ៉ាងខ្លាំងហើយអ្នកដតីទៀតក៏នាំក៏គ្នាលោះចង្កងសំការអភ័យទោសក្មេងស្រីតូចក្នុងសម្លៀកបំពាក់រហ័យរញឈរនៅចម្ងាយឆ្ងាយមើលរឿងរ៉ាវទាំងអស់នេះដោយស្ងៀមស្ងាត់រហូតដល់លោកអុកកញ្ញាដើរមកកាត់មុខនាងហើយសួរថាទៅក្មួយឈ្មោះអ្វីក្មេងស្រីតូចប្រាប់ថានាងស្អប់ឈ្មោះចាស់របស់នាងខ្លាំងណាស់ដូច្នេះហើយទៅនាងមិនមានឈ្មោះតកូលរបស់លោកអុកកញ្ញាទេបូរ៉េទីបានប្រើវេមដ៏ខ្លាំងក្លាដើម្បីផ្ចង់អារម្មណ៍ទៅលើភ្នែករបស់គាត់ដូចហើយភ្នែករបស់គាត់ក៏ប្រែទៅជាបណ្ដោះក្រហមឆ្អៅខ្ញុំអាចផ្ដាច់ជីវិតបានភ្លាមនៅពេលនេះដោយសារពាក្យសម្ដីនេះក្មេងស្ទុយកញ្ញាខ្លួនទៅត្រើតនៅនឹងកន្លែងប៉ុន្តែនៅក្នុងភ្នែករបស់នាងបែរជាបញ្ចេញពលិពុំមើលស្យ៉ាងចម្លែកនាងក៏មិនមានការភ័យខ្លាចតតែសោះដោយសម្លឹងមើលទៅកែភ្នែករបស់ស្រួលនៅចំពោះមុខគាត់ដាក់ដៃលើចង្ការបស់នាងហើយគិតក្នុងចិត្តថាសត្វច័ន្ទតូចមួយនេះចាប់ពីពេលនេះទៅគួរនឹងក្លាយជាសមាជិកនៃត្រកូលបូរ៉េទីឈ្មោះរបស់កូនគឺលីអូនីតាំងពីតូចមកបូរ៉េទីត្រូវបានត្រកូលដ៏ខ្លាំងក្លាបំផុតក្នុងទ្វីបនេះយកមកចិញ្ចឹមតាមទៅនាងឯកតួស្រីថាបូសមនៈតែនៅក្នុងចំណោមវងមនុស្សបែបនេះពិតជាអាចផ្លាស់ប្ដូរកន្លងជីវិតរបស់នាងបានតាមការពិតនៅពេលដែលក្មេងស្រីនោះបានទៅជួបលោកកញ្ញាបូរ៉េទីលោកអុកកញ្ញាបច្ចុប្បន្នចាប់អារម្មណ៍លើក្មេងស្រីដែលអត់ខ្វាក់នៅចំពោះមុខគាត់ម្នាក់នេះលើវេបន្តពុំមានស្រាលនៅក្នុងភ្នែករបស់ក្មេងស្រីជាមួយនឹងស្មារតីដូចជាសត្វព្រៃនៅពេលដែលពួកគេសម្លឹងមុខគ្នាគាត់ក៏បានសម្រេចចិត្តភ្លាមថាគឺជាក្មេងស្រីគាត់ចង់កុំចិញ្ចឹមហើយបានដាក់ឈ្មោះឲ្យនាងថាលេអូនីបូរ៉េទីដែលមានន័យថាស្ដីនាងព្រៃកំពុងតែក្រហមលោកការមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទង្វើរបស់លោកអុកកញ្ញានៅពេលដែលឃើញអ្នកទាំងពីរកំពុងតែនិយាយគ្នាសើចក្អាកក្អាយនៅក្នុងរទេះសេះគាត់ក៏បានលេបពាក្យដែលចង់និយាយត្រឡប់ទៅព្រោះការដាក់ឈ្មោះបែបនេះគឺជានិមិត្តរូបនៃការយកព្រមទូស្គាល់ពីសំណាក់តកូលទាំងមូលព្រោះថាថ្ងៃនោះលោកអុកញ៉ាកំពុងតែអង្គុយក្នុងរទេះសេះហើយបានឃើញគេនាំកូនដើរតាមផ្លូវភាពកក់ក្ដៅនិងសុភមង្គលតែគាត់បានឃើញនោះគឺជារបៀបរស់នៅដែលគាត់តាមរកពេញមួយជីវិតនៅពេលបានហេតុផលនោះលើនេះចាប់តាមមានអារម្មណ៍ថាវាជារឿងដែលមិនគួរឲ្យជឿតើមានអ្នកណាកូនមកចិញ្ចឹមដោយសារតែរឿងបែបនេះទៅលោកនេះឈួតមែនទេទោះបីជាហេតុផលវាមើលទៅគួរឲ្យអស់សំណើចយ៉ាងណាក៏ដោយប៉ុន្តែលោកអុកកញ្ញាក៏បានឃើញថាក្មេងស្រីម្នាក់នេះក៏ចង់ឲ្យគាត់ទទួលយកមកធ្វើជាកូនចិញ្ចឹមដែរបើមិនដូច្នោះទេគាត់ក៏នឹងមិនធ្វើបែបនោះឡើយដោយសារតែចង់រត់ចេញពីមណ្ឌលកុមារកំព្រាតែពេលនោះលេអូនីសម្រេចចាត់លេងល្បែងផ្នាល់មួយហើយអ្នកនឹកស្មានមិនដល់ទេថាវាជាជោគជ័យទៅបាននៅពេលដែលក្មេងស្រីតូចមានសំណើមួយបន្ទាប់មកក្មេងស្រីក៏និយាយថាអ្នកកំដរនឹងក្រុមរៀនបានកាត់កេរលុយមូលនិធិចាប់បរិសុទ្ធក្រោយពីបែបនេះលោកអុកញ៉ាបេទីមិនបានរំជួលចិត្តអ្វីបន្តិចឡើយព្រោះលោកបានទីនឹងរួចទៅហើយតាំងពីឃើញនាងដំបងម្ល៉េះប៉ុន្តែក្មេងស្រីទៅបែរជាខឹងសម្បារនិយាយថាពួកគេបានធ្វើបាបនាងហើយពេលនេះថែមទាំងតាក់ទងជាមួយម្ចាស់ផ្ទះបន្ទាប់ផងលោកអុកកញ្ញាមានស្មានឡាស្នាស្នាសម្រាប់ហេតុផលមួយនេះលោកបានសួរដេញដល់នាងជាបនបន្តអំពីការពិតនៃរឿងនេះលេអូនីបាននិយាយថាមកសិទ្ធិនាងស្គាល់បានត្រូវគេចាប់ខ្លួនទៅហើយទើបនាងបង្ហាញលោកអុកកញ្ញាជួយបង្រៀនមេរៀនមួយដល់ពួកគេប៉ុន្តែសូមឲ្យដាក់ទោសតែគ្រូណាដែលធ្វើរឿងអាក្រក់ប៉ុណ្ណោះ
ព្រោះក៏នៅមានគ្រូខ្លះទៀតមានចិត្តល្អដែលធ្លាប់មើលថែក្មេងចិត្តដែរក្មេងស្រីតូចក៏លើកដៃដែលមានស្នាមចម្ឡើងព្រមទាំងនិយាយប្រាប់លោកអុកញ៉ាថានេះចំដល់បានធ្វើឲ្យខ្នងនាងមានរបួសហើយនឹងចង់សម្លាប់ពួកគេចោលប៉ុន្តែក្មេងស្រីក៏បាននិយាយបន្ថែមទៀតថាសូមឲ្យធ្វើទារកម្មពួកគេហួសដល់សុំជីវិតសិនសុំសម្លាប់ចោលឧបែបនេះទោះជាលោកអុកញ៉ាក៏ត្រូវឆ្ងល់ក្នុងចិត្តដែរថាក្មេងម្នាក់នេះអាយុ7ឆ្នាំពិតមែនឬបន្ទាប់មកលោកអុកញ៉ាក៏ហៅ Looper ដែលកំពុងនៅក្រៅឡានឲ្យក៏ខ្សែពីដៃរបស់គេមកលោកនិយាយថាកន្លែងនេះខ្វះខ្លាំងណាស់ចាំបាច់ត្រូវតែសម្អាតបន្ទាប់មកក៏ប្រកល់ការងារគ្រប់យ៉ាងឲ្យកូនចាស់ឲ្យចាក់ចេញទៅនៅលើផ្លូវឆ្ពោះទៅកាន់គ្រួសារថ្មីក្មេងស្រីតូចអង្គុយក្នុងឡានតែងងឹតដង្អល់ដោយយកកភួយរុំខ្លួនចិត្តតែពិតបើនាងស្រាប់តែស្រែកខ្លានមិនឈប់លោកអុកញ៉ាដែលអង្គុយនៅក្បែរនោះបានតែសម្លឹងមើលស្នាមចំណលើដៃរបស់កូនស្រីតូចមិនដាក់ភ្នែករហូតដល់តែសេះឲ្យឈប់ទើបលោកអុកញ៉ាសួរថាមានរឿងអ្វីកើតឡើងកូនទាហានគាត់ដោយគោរពថាមិនងឹតអស់ហើយត្រូវតែឈប់ប្រទេសដើម្បីចូលទស្សនៈនៅផ្ទះសំណាក់ឲ្យកញ្ញាដូចបានសម្រាប់មុនពេលដែលលេអូនីគៀបស្រែកដាសេតលោកអុកញ៉ាក៏បានយល់ព្រមតាមសំណើរបស់កូនទាហានភ្លាមថែមទាំងស្ដីបន្ទោសកូនស្រីថាដល់ថ្នាក់នេះទៅហើយនៅចេះតែស្រែកខ្លាំងបានទៀតធ្វើឲ្យលេអូនីដែលនៅក្បែរនោះខាងរហូតជាកពួយរុំខ្លួនចិត្តនៅពេលពួកគេទៅដល់សន្តាគារក្បែរនោះលោកបានបញ្ជាកូនទាហានទុកឲ្យលេអូនីធ្វើស្វ័យសឹមបណ្ដំណើរទៅមុខទៀតតែនៅពេលដែលក្មេងស្រីទៅរៀបនឹងចោះពីរទេសសេះនាងក៏អើលជើងដោយចដនធ្វើឲ្យចិត្តនឹងធ្លាក់ចុះមកដីមុនពេលដែលលេហ្វីដែលនៅឆ្ងាយអាចបដកម្មតន់លោកអុកញ៉ាក៏បានលោកដៃទៅចាប់ហើយទម្លាក់ខ្លួនចុះលុតចង្កងភ្លាមដើម្បីទប់កូនស្រីរបស់គាត់ចប់នៅពេលនេះមានការផិតភ័យយ៉ាងខ្លាំងនាងខ្លាចថាក្តីស្រឡាញ់ក្នុងគ្រួសារដែលខ្លួនទៅតែទទួលបានចុងក្រោយនេះនឹងត្រូវបាត់បង់ទៅវិញលេអូនីដែលស្ថិតនៅក្នុងរង្វង់ដៃក៏ចាប់ផ្ដើមពោលពាក្យយសសរសើរគាត់មិនដាច់ពីមាត់បន្ទាប់ពីលោកទីហានបានធ្វើចិត្តបន្តិចលោកអុកញ៉ាក៏ដើរចូលមកហើយប្រកបកូនស្រីដែលនៅក្នុងដៃឲ្យលេប៊ីហ្វីមើលថែបន្តបន្ទាប់ពីលោកទីហាន3ក្មេងស្រីចេញពីដែលលោកអុកញ៉ាហើយដើរទៅកាន់ផ្ទះសំណាក់ត្រូវបានក្មេងស្រីទៅក្នុងដៃសរសើរសារជាវីរបរោះលេប៊ីហ្វីក៏គិតក្នុងចិត្តថាកញ្ញាទៅពិតជាគួរឲ្យស្រឡាញ់មែនប៉ុន្តែនៅពេលដែលមើលថែរក្សានាងនៅពេលយប់ពេលនោះហើយដែលនាងបានរកឃើញស្លាកស្នាមជាមនឹងរបួសជាច្រើននៅលើខ្នងរបស់ក្មេងស្រីវាធ្វើឲ្យគំនិតនៃការរស់នៅរបស់នាងត្រង់កោះរង្កើលោកទីហានបាននឹកក្មេងស្រីហាខ្លួនក៏ចាប់ផ្ដើមសំចិត្តឡើងវិញបន្ទាប់មកលោកទីហានក៏ជួយងត់ទឹកឲ្យលាវនេះហើយប្រាប់ទៅក្មេងស្រីតូចថាតែបានសម្រាប់បានល្អរបួសនឹងឆាប់ជាសះស្បើយដោយសារតែបងប្រុសរបស់នាងក៏អសរសាររងរបួសដែរទើបនាងនឹងមើលថែក្មេងស្រីនេះឲ្យបានល្អបំផុតលាវនេះក៏ចាប់ផ្ដើមមានអារម្មណ៍ទទួលក្តីស្រឡាញ់ដល់កក់ក្ដៅដែលនាងមិនដែលធ្លាប់ទទួលបានពីមុនមកបន្ទាប់ពីងត់ទឹករួចទូកស្រីក៏បង្ហាញខ្លួនសម្លៀកបំពាក់ថ្មីដ៏គួរឲ្យស្រឡាញ់ធ្វើឲ្យបេះដូងអ្នកគ្រប់គ្នារំជើបរំជួលនៅពេលដែលក្មេងស្រីតូចឡងឡុកទៅលោកអុកញ៉ាដែលអង្គុយលើសាដុងក៏បានចាប់ផ្ដើមផែនការបន្តបន្ទាប់របស់គាត់នោះគឺការទៅដោះស្រាយដែលផ្ទាល់ជាមួយពួកអាសតេឆាននៅមិនឡោកកុមារកំព្រាថ្ងៃបន្ទាប់នៅលើទេសេះលើនេះកំពុងផ្អើលប្រត់តែញ៉ាំច្រើនពេកតាំងពីត្រូវបានគ្រួសារទទួលយកមកចិញ្ចឹមនាងត្រូវបានញ៉ាំសៃរ៉លពេលអាហារពេលព្រឹកអាហារថ្ងៃត្រង់និងអាហារពេលល្ងាចប៉ុន្តែបន្ទាប់មកលេអូនីក៏ចាប់ផ្ដើមវិលមុខដោយសារជារទេះសេះហើយត្រូវក្តោបមាត់ព្រោះខ្លាចក្អួតក្នុងរទេះប៉ុន្តែលោកអុកញ៉ាដែលកំពុងបញ្ចេញសារនៅក្បែរនោះបែរជាសង្ឃឹមថាកូនស្នេហ៍នេះចង់ក្អួតក៏ក្អួតចោះមិនអីទេព្រោះខណៈពេលដែលកំពុងអង្គុយលើទេះសេះនេះគាត់នៅតែអាចរកលុយទិញរទេះសេះបែបនេះបានដល់ទៅ10គ្រឿងទៀតផងអីចឹងបើទូចស្រីចង់បានអ្វីអាចប្រាប់គាត់ត្រង់បានតែអ្នកអុកញ៉ាមិននឹកស្មានដល់សារថាកូនស្រីដែលគាត់ជាមកចិញ្ចឹមគឺជាកូនពិសាចដែលស្រឡាញ់លុយខ្លាំងទៅទួយក៏ស្រីសម្រេចចិត្តមិនក្អួតចេញមកវិញថែមទាំងអួតថាខ្លួនឯងជាមនុស្សមានចិត្តធម៌ទៀតផងប៉ុន្តែអ្នកអុកញ៉ាគិតថាទាំងនេះសុទ្ធតែជាពាក្យកាយសម្ដីឥតប្រយោជន៍លេអូនីដាក់ដែលលើកញ្ចក់បង្អួចពិតមែនហើយសុទ្ធតែជាពាក្យឥតប្រយោជន៍ជាពួកគាត់ដឹងដែរមែនទេនោះគឺជាពាក្យពួកអ្នកគ្មានលុយនិយាយដើម្បីលើកចិត្តខ្លួននឹងតែបំផុតអ្នកអុកញ៉ាញឹមបន្តិចក្នុងចិត្តថាក្មេងស្រីនៅចំពោះមុខនេះពិតជាមិនធម្មតាមែនពេលឃើញលេវីវ័យនៅខាងក្រៅបង្អួចលេអូនីក៏មកនិយាយចូលចិត្តស្រីម្នាក់នោះណាអ្នកកូនស្រីដែលនៅចំពោះមុខនេះពិតជាត្រូវការអ្នកការពារដែលមានទំនួលខុសត្រូវខ្ពស់មិនត្រឹមតែប៉ុណ្ណោះថែមទាំងត្រូវរកអ្នកផ្សេងមកជួយមើលថែរក្សាnàngទៀតពេលឃើញជាអ្នកការពារដែលគាត់ជ្រើសរើសគឺលេវីវ័យពេលដែលអ្នកអុកញ៉ាសួរលើទីថាតើនាងធ្លាប់លេងជីស្គីលើតែគាត់ដែរឬទេមួយសន្ទុះក្រោយមកតួស្រីក៏ក្អួតចង្អោរព្រោះរាងកាយមិនស្រួលអ្នកអុកញ៉ាជ្រុលចិញ្ចាំដោយក្តីបានរំភើបពេលឃើញកូនស្រីទន់ខ្សោយគាត់យកអាវក្រៅរបស់ខ្លួនមកផលិតកូនស្រីរួចអង្កែក្នុងនាងថ្នមលេអូនីក៏គេងលប់បន្តិចចំណាត់ពេលនៅក្នុងរង្វង់ដែលរបស់អ្នកអុកញ៉ាលោកប៉ាដែលមិនសូវចេះសម្ដែងចេញក៏មានអារម្មណ៍ក្តោកក្តួលក្នុងចិត្តនៅពេលដែលឃើញកូនស្រីកំពុងតែគេងលក់ស្រួលក្នុងក្រសែភ្នែករបស់ពួកអ្នកការពារពេលនេះសុទ្ធតែពោពេញដោយភាពភ្ញាក់ផ្អើលព្រោះថាមហាភាពទន់ភ្លន់របស់អ្នកចិញ្ចាតែផ្ដល់ឲ្យកញ្ញាទៅវាពិតជាអស្ចារ្យណាស់វានៅតែមានដដែលឡាប់នៅពេលទេសេះទៅដល់តំបន់ទឹកកភាគខាងជើងលេអូនីកំពុងតែប្រជិបភ្នែកនៅក្នុងរង្វង់ដែលគាត់មើលទីក្រុងដ៏រុងរឿងនៅចំពោះមុខដែលទោះបីជាប្រអិតធ្លាក់ក្រាស់ក៏មិនអាចបាត់បង់ភាពស្រស់ស្អាតបានដែរ
មនុស្សម្នាក់ដើរទៅមកយ៉ាងរីករាយតាមដងផ្លូវលេអូនេះពោពេញដោយក្តីរំភើបចំពោះទីនេះទោះបីជាវាដូចជាងរាជធានីក៏ដោយតែវាជាកន្លែងដែលទុយកស្រីមិនដែលឃើញពីមុនមកអីចឹងសម្រាប់នាងកន្លែងនេះគឺជាកន្លែងដ៏ល្អបំផុតនៅខាងក្នុងប្រាសាទមនុស្សម្នាក់កំពុងតែមាញឹកក្នុងការរៀបចំធ្វើពិធីទួលស្វាគមន៍ម្ចាស់ផ្ទះពេលឃើញអាទេសែមកដល់ពីចម្ងាយអ្នកគ្រប់គ្រងផ្ទះក៏បើកទ្វារទទួលឲ្យទុកស្រីក៏ចុះពីផ្ទះជាមុនគេនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញផ្ទះដ៏ធំស្កឹមស្កៃមួយហើយមានភាពប្រណីតបែបនេះក្មេងស្រីតូចស្រែកឡើងបញ្ចប់ថាផ្ទះនេះមិនមែនទេបន្តមកនាងក៏ត្រូវលោកអុកញ៉ាបីចុះក្នុងរង្វង់ដែរអ្នកបម្រើទាំងអស់បានកោប្រស្វាគមន៍ម្ចាស់ផ្ទះយ៉ាងអូឡារិកទង្វើដែលតឹងរ៉ាំងនៃលេអូនីមានអារម្មណ៍ថាอึដអត់មិនតិចទេប៉ុន្តែលោកអុកញ៉ានៅតែបីនឹងចំព្រមដាក់ចុះឡើយទោះបីជាក្មេងស្រីតូចលែងមានអារម្មណ៍อึដអត់ទៀតក៏ដោយប៉ុន្តែលោកអុកញ៉ានៅម្នាក់នៅកាត់មុខអ្នកបម្រើទាំងអស់ដើម្បីប្រាប់ពួកគេថាផ្ទះនេះមានម្ចាស់សត្វព្រៃតូចចម្នាក់ហើយពេលពួកគេដើរចូលទៅខាងក្នុងលេអូនីក៏មានអារម្មណ៍ថាប្រកាសជាមានរឿងឃាតកម្មអ្វីកើតឡើងនៅទីនេះមិនខានចុះកូននឹងបានយ៉ាងម៉េចទៅបន្តមកការសន្ទនារវាងអ្នកទាំងពីរបានធ្វើឲ្យមនុស្សជុំវិញខ្លួនមានអារម្មណ៍តើតយ៉ាងខ្លាំងលោកអុកញ៉ាបានបញ្ជារៀបចំបន្ទប់និងសម្លៀកបំពាក់សម្រាប់ក្មេងស្រីទៅក្នុងផ្ទះព្រោះចាប់ពីពេលនេះទៅផ្ទះនឹងមានសមាជិកថ្មីម្នាក់ទៀតហើយបានលើដូច្នេះអ្នកកំពុងផ្ទះក៏យល់ពីមូលហេតុភ្លាមទើបស្រីបានណែនាំខ្លួនថាឈ្មោះលីអូនីប៉ុន្តែលោកអុកញ៉ាបានប្រាប់ថាព្រោះឈ្មោះដែលគាត់ដាក់ឲ្យនាងតាមពិតទៅត្រូវតែវិញជាងនេះលើកនេះនាងក៏ក្បាលឲ្យណែនាំខ្លួនសារជាថ្មីឈ្មោះពេញរបស់គាត់គឺ Leonardo Popretti បន្តមកមានអ្នកដ៏កក់ក្ដៅមួយបាននឹងឯសក់របស់នាង Leonardo កណ្ដាលក្បាលហ្វេនភ្លាមអ្នកគ្រប់គ្រងផ្ទះដែលឈរមើលពីចម្ងាយឃើញទិដ្ឋភាពទាំងអស់នេះចុងក្រោយដោយសារតែទិដ្ឋភាពដែលមិននឹកស្មានដល់នៅចំពោះមុខទើបធ្វើឲ្យគាត់មិនអាចដកភ្នែកចេញបានទោះជាយ៉ាងណាក៏ដោយអ្នកគ្រប់គ្រងផ្ទះក៏ដឹងដែរថាវិមាននេះច្បាស់ជាមានយុវៈធំហើយជាមួយនឹងកម្រិតបញ្ញាស្មារតីរបស់មនុស្សពេញវ័យក្មេងស្រីតូចចំណែកនេះមិនមានសមត្ថភាពពិសេសអ្វីដូចទួយផ្សេងទេប៉ុន្តែដោយសារភាពគួរឲ្យស្រឡាញ់និងស្នាមញញឹមដ៏ផ្អែមរបស់នាងបានដណ្ដើមយកបេះដូងរបស់អ្នកបម្រើទាំងអស់ក្នុងផ្ទះបានយ៉ាងជោគជ័យសម្បីតែមីចុងក៏គាត់ប្រឹងប្រែងធ្វើការយ៉ាងខ្លាំងដើម្បីរៀបចំអាហារឆ្ងាញ់បញ្ជូនច្បាយស្រីតូចរបស់ខ្លួននៅពេលឃើញលេអូនីញ៉ាំអាហារយ៉ាងឆ្ងាញ់ពិសាមនុស្សគ្រប់គ្នានៅក្នុងវិមានរបស់លោកអុកញ៉ាសុទ្ធតែរីករាយយ៉ាងខ្លាំងចំពោះរឿងនេះលេអូនីបានចាប់ផ្ដើមជីវិតជាក្មេងស្រីអ្នកមាននិងទទួលបានភាពសុខស្រួលយ៉ាងពេញលេញและបានមកទទួលនាងដើម្បីនឹងទៅជួបលោកអ្នកអុកញ៉ានាងក៏ប្រញាប់រត់ទៅហើយលោតចូលទៅក្នុងរង្វង់ដែលរបស់បងស្រីភ្លាមនីតិហានស្រីរូបនេះប្រាប់នាងថាក្នុងនាមជាកូនអ្នកមានមុខមាត់ក្នុងសង្គមពេលនិយាយស្ដីនឹងមិនចាំបាច់ត្រូវតែមានពាក្យខើពេកគួរសំពេចដល់ថ្នាក់នឹងទេប៉ុន្តែលេអូនីមិនយល់ស្របតាមទេព្រោះថារាល់អ្នកដែលខំប្រឹងធ្វើការដោយស្មោះត្រង់សុទ្ធតែគួរទទួលបានការគោរពទាំងអស់មានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងចំពោះពាក្យសម្ដីទាំងនេះបងស្រីក៏លុតចង្កមកខាងចុះរួចថាបថមមកលើដៃស្ដាំរបស់នាងសញ្ជាតិថានឹងស្មោះត្រង់ចំពោះនាងអស់មួយជីវិតបន្តមកបងស្រីក៏ប្រាប់នាងថាលោកអ្នកអុកញ៉ាកំពុងតែហៅនាងទៅជួបលេអូនីនៅគិតដល់បរិបទដែលមានចិត្តត្រជាក់ស្រីម្នាក់នោះតែតែងតែទៀមទាត់ចង់អបនាងគ្រប់ពេលគ្រាន់តែនាងធ្វើកាយវិការគួរឲ្យស្រឡាញ់បន្តិចបន្តួចនាងនឹងទទួលបានស្ករគ្រាប់រសជាតិទឹកដាស់គោស្រូបបារីដ៏ឈ្ងុយឆ្ងាញ់ដូច្នេះហើយបានជាលោកកពុកចិញ្ចឹមម្នាក់នេះស្រឡាញ់នាងខ្លាំងណាស់នាងសួរនៃទេនាងស្រីថាហេតុអ្វីបានជាលោកកពុកហៅនាងទៅជួបទឹកមុខរបស់លេប្រៃព្រួភ្លាមដែលនឹកឃើញដល់ក្រុមមនុស្សស្មោកគ្រោកដែលធ្លាប់ធ្វើបាបនាងបងស្រីដាច់ខាតនឹងមិនຕົកឲ្យពួកវាមានផ្លូវរស់ឡើយនៃទេហានស្រីប្រាប់លេអូនីថាពួកគេនឹងទៅជួបពួកអ្នកដែលធ្លាប់ធ្វើឲ្យនឹងឈឺចាប់សាសាហាវតូចដែលមានអាយុត្រឹមតែ7ឆ្នាំរូបនេះបានផ្ញើពាក្យជូនពោឲ្យគ្រូរបស់នាងឆាប់ស្លាប់ទៅហើយថែមទាំងណែនាំលោកពុកពីរបៀបធ្វើទារុណកម្មលើបរិសនោះទៀតផងចាប់តាំងពីនាងត្រូវបានលោកអ្នកអុកញ៉ាទួយកទៅចិញ្ចឹមនាងក៏រស់នៅក្នុងជីវិតដ៏សុខស្រួលប៉ុន្តែមិនតបំភ្លេចបានឡើយនៅការធ្វើទារុណកម្មនាងធ្លាប់ជួបប្រទះក្នុងមណ្ឌលកម្មាកំព្រាឃើញលេអូនីដែលពេញទៅដោយស្នេហ៍របួសហើយដោយសារតែស្រឡាញ់កូនស្រីខ្លាំងពេកលោកអ្នកអុកញ៉ាក៏បានចាប់ខ្លួនក្រុមមនុស្សអាក្រក់ទាំងអស់នៅក្នុងមណ្ឌលកម្មាកំព្រានោះលោកចង់ដោះស្រាយជាមួយពួកវាដោយផ្ទាល់ដៃទឹកដីរបស់លោកមិនអាចត្រូវធ្វើឲ្យខ្វះដោយសារពួកកណ្ដោទាំងនេះបានទេដូច្នេះហើយលោកអ្នកអុកញ៉ាបានហៅលេអូនីមកដើម្បីឲ្យនាងអាចសងសឹកដោយខ្លួនឯងប៉ុន្តែបរិទីមិននឹកស្មានថាក្មេងស្រីតូចចំណែកនេះនឹងធ្វើកម្មភាពមិនតាមក្បួនច្បាប់សាមញ្ញឡើយនាងដល់កំពុងតែបែកញើសចូលខ្លួនដោយព្យាយាមប្រាល្បិចធ្វើឲ្យនាងអាណិតសង្ឃឹមថាទីរ៉េកាតូចំណែកនេះនឹងប្រឡែងគាត់ឲ្យទៅវិញលេអូនីក៏ដើរសម្ដៅទៅរកក្រុមមនុស្សទាំងនោះដោយទឹកមុខគួរឲ្យស្រឡាញ់ក្មេងស្រីតូចដោះស្បែកជើងរបស់នាងចេញនាងញឹមរួចនិយាយថាដល់ពេលត្រូវកាត់ទោសអ្នករាល់គ្នាហើយក្មេងស្រីដើរទៅរកពួកគ្រូបង្រៀនហើយរៀបរាប់ពីទង្វើអាក្រក់ដែលពួកគេបានធ្វើអ្នកគ្រូដែលចូលចិត្តកាត់ត្រចៀកនាងហើយអ្នកខ្លះទៀតដែលចូលចិត្តយកខ្សែក្រវ៉ាត់មកវាយក្មេងបន្តមកលីអូនីក៏ដើរទៅមុខនាយិកាហើយសម្លឹងមើលគាត់ដោយទឹកមុខគួរឲ្យស្រឡាញ់កាលពីមុននាងធ្លាប់ត្រូវគាត់ធ្វើបាបយ៉ាងណាំហេតុអ្វីបានជាខ្ញុំចូលចិត្តធ្វើបាបក្មេងនៅខ្លាំងម្ល៉េះនិយាយចប់នាងក៏គប់ស្បែកជើងនាយិកា
គាត់ញ៉ាំខ្លួនទៅព្រឹករហូតនិយាយអ្វីឡើងចេញលេអូនីបានប្រអប់មួយធ្វើឲ្យលោកអុកញ៉ាឆ្ងល់ថាមានអ្វីនៅខាងក្នុងលេអូនីញឹមរួចនេះរាប់ញៀវភ្លាមនោះសម្លេងតន្ត្រីក៏បន្លឺឡើងរួមជាមួយបទសូររមនសម្រាប់អ្នកស្លាប់មនុស្សគ្រប់គ្នាហាក់ដូចជាកំពុងធ្លាក់ទៅក្នុងនោះអញ្ចឹងលោកអុកញ៉ាសម្លឹងមើលសកម្មភាពរបស់លេអូនីហើយនិយាយថានាងពិតជាមិនធ្វើឲ្យខកបំណងឡើយនាងពិតជាកូនស្រីរបស់គាត់មែនរួចគាត់ក៏ជូនស្ករគ្រាប់មួយគ្រាប់ដល់នាងនៅពេលទទួលបានស្ករគ្រាប់នាងនៅព្រោះថ្ងៃនេះមិនបានធ្វើអំពើល្អអ្វីសោះលោកអុកញ៉ាលោតដៃឯក្បាលទូកស្រីនេះជារង្វាន់របស់កូនបានធ្វើខ្លួនដូចជាសមាជិកគ្រួសារបូរ៉េទីដោយសារតែធ្លាប់ត្រូវគេធ្វើបាបក្នុងបន្លកកម្មាឬកំព្រាពេលនេះទូកស្រីលែងមានចិត្តអាណិតអាសូរដល់មនុស្សអាក្រក់ទាំងនេះទៀតហើយនាងថែមទាំងស្នើឲ្យលោកកពុកចិញ្ចឹមចាប់ពួកគេចងនឹងខ្សែពួរហើយរុញពួកគេទៅមាត់ជ្រុះដើម្បីឲ្យពួកគេអាចផ្លក់រសជាតិនៃរកំបងហើយបំបងទៀតនៅពេលក្រៅភូមិគ្រឹះមានចម្រាលភ្នំមួយដូច្នេះផែនការនេះអាចធ្វើទៅបានលេអូនេះថែមទាំងនិយាយទៀតថាទោះបីយ៉ាងណាក៏ត្រូវឲ្យពួកគេសម្រាកខ្លះដែរដើម្បីឲ្យអាចបន្ធ្វើទារុនកម្មបានទៀតបើលោកពូសញ្ញានោះក៏នឹងទទួលបានស្ករគ្រាប់ទឹកឃ្មុំមួយគ្រាប់ណាលេខាដែរនៅក្បែរនោះមិនអាចជឿភ្នែកខ្លួនទាំងបានទេគាត់មានការងឿងឆ្ងល់យ៉ាងខ្លាំងហេតុអ្វីបានជាលោកអុកញ៉ាចិត្តស្និទ្ធជាមួយក្មេងដែលទៅតែក៏មកចិញ្ចឹមបែបនេះគាត់នៅឃើញដល់កញ្ញាដោយការពី15ឆ្នាំមុនប្រហែលជាក្មេងនេះពិតជាមានឈាមជើងនៃប្រទេសមែនហើយប៉ុន្តែបានជួបគ្រោះថ្នាក់កំណត់ទឹកភ្លៀងដ៏ធំមួយនៅពេលដែលពួកគេទៅដល់ក៏មិនឃើញសក្តិពលនៅកន្លែងកើតហេតុនោះឡើយអ៊ីចឹងហើយបានជាមានហេតុផលដែលត្រូវសង្ស័យក្មេងម្នាក់នេះពិតជាមានខ្សែស្រឡាយនៃតកូលយើងមែនព្រោះតែមានតកូលបូរ៉េទីប៉ុណ្ណោះតែមានពន្ធសតនៅភ្នែកខ្មៅបែបនេះលេខាប់តខ្លួនក៏ជាភាពសង្ស័យនេះទៅកាន់បន្ទប់គេងរបស់លោកអុកញ៉ាត្រៀមខ្លួនរួចជាស្រេចដើម្បីរាយការណ៍ពីអ្វីដែលគេបានរកឃើញលោកអុកញ៉ាកំពុងតែងត់ទឹកយ៉ាងស្រួលអារម្មណ៍នៅទីនោះនៅឃើញដល់សម្ដីដ៏ម៉ឺងម៉ារបស់លោកអ្នកមើលការខុសត្រូវផ្ទះក្មេងម្នាក់នេះមិនមែនជាសាច់ចិញ្ចឹមទេបូរ៉េទីសៃតតិក្នុងបំពងក្មេងម្នាក់នោះច្បាស់ណាស់ថាជាសាច់ឆាម្នាក់បើប្រៀបធៀបនឹងភាពស្រួលអារម្មណ៍របស់លោកអុកញ៉ាមុខរបស់លោកភើមើលទៅហត់នឿយខ្លាំងណាស់នៅពេលដែលលោកអុកញ៉ាកំពុងតែឆ្ងល់ពីទឹកមុខរបស់លេខម្នាក់នេះខ្ញុំគិតថាកញ្ញាលីអូនីនិងកញ្ញារីហ្សេណាប្រហែលជាមានពាក់ព័ន្ធគ្នាហើយលោកកំចាស់ចម្លែករបស់លោកភើបានធ្វើឲ្យបេះដូងលោកអុកញ៉ារំជួលចិត្តយ៉ាងខ្លាំងនៅពេលដែលបានជួបក្មេងស្រីនោះលើកដំបូងលោកមិនបាននិយាយបំផ្លើសទេនៅពេលដែលប្រាប់ថានាងគឺជាក្មេងសំទានតូចចម្នាក់ប៉ុន្តែពេលដែលនាងជួបពីចម្ងាយហើយលោកយ៉ាងខ្លាំងថាលោកពូក្នុងភ្នែករបស់នាងមានចរិតដូចជាសត្វព្រៃមុតស្រួចនិងខ្លាំងក្លាលោកអុកញ៉ាជឿជាក់យ៉ាងមុតបំថានាងគឺជាសាច់ឈាមនៃតកូលរបស់លោកពេលនោះលីអូនីក៏គោះទ្វារឲ្យសួរថាប៉ានៅទីនោះអត់ប៉ុន្តែអ្នកបម្រើបានអានក្បាលចោះហើយនិយាយថាម្ចាស់ផ្ទះប្រហែលជាកំពុងងូតទឹកហើយពួកយើងគួរតែត្រឡប់មកវិញនៅពេលក្រោយអ្នកទាំងពីរនៅក្នុងបន្ទប់បានលីអូនីសួរទៅកាន់អ្នកបម្រើថាបងស្រីខ្លាចលោកពូទេចម្លើយរបស់អ្នកបម្រើគឺខ្លាចពិតមែនព្រោះលោកអុកញ៉ាគឺជាបុគ្គលដែលមានអំណាចបំផុតនៅក្នុងចក្រភពហើយនាងក៏គ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះចុះហេតុអ្វីបានជាលោកពូចេះតែធ្វើល្អដាក់ពួកនេះចឹងព្រោះលោកអុកញ៉ាស្រឡាញ់កញ្ញាដូចខ្លាំងណាស់បន្ទាប់ពីបានសម្ដីនេះបូរ៉េទីតូទៅដោយភាពទន់ភ្លន់បន្តមកទៀតលោកក៏បាននឹកកូនស្រីនិយាយថាលោកនឹងខ្លាយជាលោកតាចាស់ដែលនៅលើម្នាក់លោកក៏ត្រាំស្ដាប់ទៅទៀតមិនបានលោកក៏ដើរចេញទៅក្រៅភ្លាមបីកូនស្រីចូលក្នុងរង្វង់ដៃហើយចាប់ផ្ដើមបង្រៀនខ្លះដល់នាងបន្ទាប់មកលោកក៏ឃើញកូនស្រីរបស់ខ្លួនរកនំខូឃីដែលនាងបានធ្វើដែលនាងបានលាក់ទុកហើយក៏យកពួកវាតាំងនោះមកជូនលោកជាបាបំពេលដែលលេអូនីលោកអុកញ៉ាក៏បាននិយាយឡើងថាគ្រឿងផ្សំសម្រាប់ធ្វើនំខូឃីដែលនាងទៅធ្វើនេះគឺជាគំសម្ដេចមុខរបស់លោកទៅហើយគុកស្រីខាងខ្លាំងណាស់ក៏តាំងចិត្តប្រើកម្លាំងទាំងអស់ដែលមានដើម្បីដណ្ដើមយកមកវិញបន្ទាប់ពីបតាយប្រដប់គ្នាមួយសន្ទុះអ្នកទាំងពីរឈប់លេងសាច់ហើយលេអូនីក៏បកដៃលីពុករបស់នាងនៅពីក្រោយខ្នងលោកភើកំពុងសម្លឹងមើលលោកពុកដែលកំពុងផ្លក់រសជាតិនំរបស់កូនស្រីខ្លួនបន្ទាប់ពីភាពស្ងៀមស្ងាត់មួយរយៈពេលគាត់ក៏សម្រេចចិត្តនិយាយអ្វីម្យ៉ាងអំពីក្មេងស្រីវ័យ7ឆ្នាំរូបនេះទោះបីជានាងត្រឹមតែជាកូនចិញ្ចឹមរបស់លោកអុកញ៉ាក៏ដោយប៉ុន្តែរាល់ពេលដែលអ្នកបម្រើនាំនាងទៅចូលគេងការនឹងមានស្ដាប់ភ្លេចចិញ្ចាយមួយនឹងត្រូវដាក់នៅក្បែរលេអូនីជានិច្ចហើយកណ្ដឹងនេះត្រូវបានបង្កើតឡើងដោយប្រើវេទមន្តរាល់ពេលដែលរត់ទៅកណ្ដឹងអ្នកបម្រើនឹងអាចដឹងពីការកោះហៅរបស់អ្នកជំចាស់ព្រមនេះក៏គ្រប់គ្រាន់ដើម្បីឲ្យដឹងថាលោកអុកញ៉ាស្រឡាញ់នាងតូចខ្លាំងប៉ុណ្ណាមកខាងនេះវិញលោកអុកញ៉ានិងលោកភើកំពុងភាគសាំពីចិត្តកំណើតរបស់លេអូនីលោកអុកញ៉ានេះជារឿងដែលខ្ញុំបានសើអង្កេតឃើញអំពីអ្នកនាងតូចចាប់តាំងពីពេលដែលនាងកើតមកប៉ុន្តែសម្រាប់លោកអុកញ៉ារឿងដែលលោកស្អប់បំផុតក្នុងការនិយាយដល់គឺរឿងអតីតកាលទោះបីជាលោកផ្លាយច្រឡោកអុកញ៉ាក៏ដោយប៉ុន្តែគាត់នៅតែហានបង្ហាញការសង្ស័យនិងសង្ឃឹមថាលោកអុកញ៉ានឹងបន្តការស៊ើបអង្កេតលោកពើបាននិយាយផ្ទាល់ថារវាងអ្នកនាងតូចលេនិងអ្នកនាងរីហ្សេណាប្រកាសជាមានទំនាក់នឹងគ្នាបូរ៉េទីចាប់ដើមមានទឹកមុខម៉ាំងម៉ាត់បន្ទាប់ពីបានបែបនេះប៉ុន្តែសម្រាប់លោកអុកញ៉ាបូរ៉េទីទោះបីជាលោកធ្លាប់ចង់ស៊ើបអង្កេតអតីតកាលរបស់លោកនេះក៏ដោយ
ប៉ុន្តែបន្ទាប់ពីបាននឹកស្ដីរបស់លោកភើលោកក៏សម្រេចចិត្តថានឹងមិនធ្វើបែបនោះឡើយទោះជាយ៉ាងណាលោកភើមានអារម្មណ៍ថានេះគឺជារឿងដែលគ្មានការទទួលខុសត្រូវយើងគួរតែធ្វើឲ្យរឿងជាតិកំណើតរបស់នាងតូចនេះមានភាពច្បាស់ឡាស់តែចង់ប្រាប់ក្មេងនេះថានេះជាឪពុកម្ដាយរបស់វាហើយពួកគេបានស្លាប់ទៅហើយមែនទេម្ខាងគឺជាកូនរបស់អ្នកដែលបានរត់តាមសង្សារដោយមិនខ្វល់ពីការចំទាស់របស់ក្រុមគ្រួសារចំណែកម្ខាងទៀតជាកូនចិញ្ចឹមរបស់លោកអកញ្ញាបូរ៉េទីមនុស្សដែលមានអំណាចបំផុតនៅក្នុងចក្រភពបាទត្រូវជ្រើសរើសខ្ញុំយល់ថាជំរឿនទី2គឺសំជាងលោកភើហើយក៏អន់មុខចោះទាំងមានអារម្មណ៍ស្ដីបន្ទោខ្លួនអឹងតែអ្នកអកញ្ញាស្រាប់តែនិយាយថាអឹងពូកែជាងខ្ញុំច្រើនណាស់ធ្វើឲ្យលោកភើមានការដាប់ញាក់ផ្អើលយ៉ាងខ្លាំងពួកអ្នកអកញ្ញាមិនដែលបានគិតដល់រឿងនោះពីមុនមកសោះក្មេងស្រីម្នាក់នោះគឺជាកូនស្រីរបស់សៃជីណាតើឃើញពួកគេមានមុខមាត់ដូចគ្នាដែរឬទេនៅចំពោះមុខសំណួររបស់អ្នកអកញ្ញាចម្លើយរបស់ Hello ភើគឺមិនដូចទេផ្ទុយទៅវិញនាងតូចចំណែកនោះបែរជាមានមុខមាត់ដូចអ្នកអកញ្ញាដល់ទៅគួរឲ្យភ្ញាក់ផ្អើលតាមពិតទៅការត្រួតពិនិត្យរឿងនេះគឺសាមញ្ញណាស់ព្រោះនៅពេលដែលពួកជួបគ្នាជាលើកដំបូងគាត់បានឃើញពន្លឺមួយវាចែងចាំដូចជាក្របខ្សាច់ពូមៀសនៅក្នុងភ្នែកខ្មៅរបស់ក្មេងម្នាក់នោះគ្រាន់តែចំណុចនេះមួយក៏គ្រប់គ្រាន់ដើម្បីបញ្ជាក់បានថានោះគឺជាខ្សែស្រឡាយរបស់តកូលបូរ៉េទីវាគឺជាចង្គមរបស់សាសសាហោ